ដោយអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនថ្មីនៅក្នុងមេរៀននេះផងដែរគឺយើងសិក្សាអំពីការសួរអ្នកណាមួយថាតើគាត់ជានរណាចឹងទៅអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំបានសរសេរអំពីការសន្ទនារវាង A និង B អញ្ចឹងសូមអ្នកទាំងអស់គ្នាតាមដានដូចតទៅទី1អក្សរ A គេសួរថា他是谁他是谁ប្រែមកជាភាសាខ្មែរថាតើគាត់ជានរណាអក្សរ B ក៏ឆ្លើយថា他是我的汉语老师他是我的汉语老师គាត់គឺជាគ្រូបង្រៀនភាសាចិនរបស់ខ្ញុំអក្សរ A ក៏សួរបន្តទៀតថា他叫什么名字他叫什么名字តើគាត់ឈ្មោះអ្វីអក្សរ B ក៏ឆ្លើយថា他叫杨小他叫杨小ឈ្មោះរបស់គាត់គឺយ៉ាងសៀវឬក៏គាត់ឈ្មោះយ៉ាងសៀវអញ្ចឹងនៅក្នុងមេរៀននេះមានពាក្យថ្មីចំនួន2ទី1គឺពាក្យថាស្រីប្រែមកថានរណាទី2ពាក្យថា老师老师ប្រែមកថាគ្រូបង្រៀនអញ្ចឹងបើអ្នកទាំងអស់គ្នាមានចម្ងល់នៅក្នុងមេរៀននេះឬក៏ចម្ងល់ទាក់ទងជាមួយនឹងភាសាចិនអ្នកទាំងអស់គ្នាអាចខមមិននៅក្នុងខាងក្រោមបានអញ្ចឹងនៅក្នុងមេរៀននេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបាយបាយ